ទូស្ដីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងសិក្សាអំពីចំណុចសំខាន់នៃការរៀន phonetic symbol phonetic symbol នេះគឺចង់បង្ហាញភាពខ្លាំងដោយខ្លួនឯងបើកាលណាយើងចេះច្បាស់ phonetic symbol យើងអាចរៀនភាសាអង់គ្លេសដោយខ្លួនឯងនៅក្នុងការអាននិងការសរសេរផងដែរឥឡូវនេះយើងចាប់ផ្ដើម phonetic ដែលនៅក្នុងនិមិត្តសញ្ញានៃការអានគឺសំឡេង i បាទ i ឬក៏ e សូខ្លីក្នុងការណានៅក្នុង phonetic គឺ i នេះគឺទៅជាសំឡេង x ហើយលែងសំឡេង i ទៀតហើយណា x ឬក៏ e សូខ្លីអក្សរ s នេះគឺមានសូសំឡេងព្យញ្ជនៈជាភាសាខ្មែរសអក្សរ i នេះគឺត្រូវបញ្ចេញសំឡេងថា e បាទអក្សរ t នេះត្រូវបញ្ចេញសំឡេងថា th អូខេ for example can I spell it sit okay for example can I sit here can I sit here or can I sit here or can I sit here can I sit here តើខ្ញុំអាចអង្គុយទីនេះបានទេ Now we gonna talk about double e okay pronounce said e សូវែង double e មានសំឡេង e សូវែង e សូវែងអូខេអញ្ចឹង double e ក្រហមនេះគឺស្មើនឹង e សូវែងគឺបាក់ i ចុច2គឺមាននៅក្នុងអំណានរបស់វាគឺអានថា e បាទ for example សនេះបាទ s នេះក្នុងអក្សរធម្មតាយើងអាន s ក៏ប៉ុន្តែបើមកស្មើនឹងភាសាខ្មែរគឺសំឡេងសឬក៏ s បាទចេញតាមខ្យល់ចេញតាមជើងធ្មេញ s e c ឃើញ for example okay I can see her okay I can see her for example I can see her okay good we're gonna start about short e okay e មានសំឡេងថា a មានសំឡេងថា a តើនៅពេលណា b មានសំឡេង b ឬក៏ b e មានសំឡេង a d មានសំឡេង does okay we spell b a b